ថ្ងៃនេះយើងនាំគ្នាពី3នាក់បងប្អូនបាទមកស្ទូចត្រីរំលឹកអនុស្សាវរីយ៍កាលពីនៅក្មេងចង់ដឹងថាទឹកដៃអ្នកណាស្ទូចបានល្អជាងហើយខ្ញុំក៏ទៅមកដល់ភ្លាមបាទចូលគីឡូធ្ងន់មួយហើយយកបងពងបុកតបជាមួយនឹងក្តាប់អំពិលបាទដែលដោះនៅតាមវាលស្រែហ្នឹងហើយជាពិសេសបាទយើងចង់ស្ទូចបានទោះបីស្ទូចកំសាន្តទោះស្ទូចយកមកហូបអីគឺទីមួយគឺយើងត្រូវរើសទីតាំងទីកន្លែងណាដែលមានត្រីបងប្អូនបាទអញ្ចឹងទោះបីតែយើងស្ទូចល្អនុយល្អយ៉ាងណាទៅបើកន្លែងណាអត់មានត្រីទោះបីស្ទូចក៏អត់បានដែរអញ្ចឹងទីមួយយើងត្រូវរើសទីតាំងទីកន្លែងណាដែលមានត្រីហើយយើងរើសនុយដែលត្រីចូលចិត្តអញ្ចឹងពេលដែលយើងទៅស្ទូចបាទធានាថាបានតែមកទោះបីស្ទូចយើងមិនសូវល្អក៏ដោយហើយបងប្អូនណាខ្លះដែលដឹងថាត្រីចូលចិត្តនុយអ្វីបាទពេលដែលយើងទៅស្ទូចត្រីបាទកុំភ្លេចជួយចែកម្លែកនៅក្រុមវីដេអូនេះនៅកន្លែង comment ដើម្បីចែកម្លែកបទពិសោធន៍ទៅកាន់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះប្រមូលប្រៃដូនចាប់ជើសេភ្លេងខ្មែររមុំរងក្នុងអារម្មណ៍តែសម្រាប់ខ្ញុំវិញគឺនុយដែលខ្ញុំធ្លាប់ប្រើប្រាស់ហើយបានផលពេលដែលស្ទូចលេងកំសាន្តក្តីអីស្ទូចយកមកបាទធ្វើម្ហូបនៅតាមវាលពេលដែលយើងទៅវាលទៅអីចឹងបាទទៅស្រែអីចឹងបាទគឺខ្ញុំប្រើពេលខ្ញុំទៅផ្ទះហ្នឹងទៅយើងអត់មានកូនត្រីអត់មានអីទេចង្កាខ្ញុំប្រើនុយដីតែខ្លះទៅក៏យើងអាចប្រើជាបាទប្រហុកបាទប្រហុកដែលយើងយកមកស្លអីហ្នឹងគឺជាពិសេសដែរបាទគឺពិសេសដាក់ទៅគឺវាត្រូវប៉ាន់តែម្ដងបាទបាទហើយនៅក្នុងវីដេអូនេះដូចបងប្អូនបានទស្សនាអញ្ចឹងគឺថានុយដាក់ទៅគឺដាក់វត្តតែម្ដងបាទអត់មានថាសំដែងទិញត្រីមកពីផ្សារអីទេបាទគឺទីតាំងនេះគឺធានាថាត្រីសម្បូរតែម្ដងប្រមូលប្រៃដូនចាប់ជើសេភ្លេងខ្មែររមុំរងក្នុងអារម្មណ៍ហើយដោយសារតែទីតាំងនេះសម្បូរត្រីហើយស្ទូចបានច្រើនដែរអញ្ចឹងពេលខ្លះត្រីប្រភេទខ្លះគឺយើងអត់យកទេបាទគឺយើងយកមកសំលម្អអញ្ចឹងទៅហើយត្រីដែលល្អយើងចូលចិត្តហូបយើងយកអញ្ចឹងទៅបងប្អូនបាទហើយនៅត្រង់ចំណុចនេះគឺថាចូលគីឡូធ្ងន់ណាស់Oh my god!ប្រមូលប្រៃដូនចាប់ជើសេភ្លេងខ្មែររមុំរងក្នុងអារម្មណ៍បាទបន្ទាប់ពីរុស្ស៊ីយើងស្ទូចត្រីបានមកសមល្មមហើយ
នៅតាមផ្លូវដែលមកពីស្ទួយត្រីហ្នឹងគឺថាយើងមានដើមអំពិលបាទដុះជាជួរនៅតាមមាត់ផ្លូវហ្នឹងហើយមានផ្លែបាទក្តឹបល្អល្មមហើយយើងក៏យកមកបាទបុកធ្វើទឹកជ្រលក់ដើម្បីបំពងត្រីដែលយើងបានស្ទួយហ្នឹងឯង ប្រមូលព្រៃដូនចាប់ចេះសេភ្លេងខ្មែររមុំរងក្នុងអារម្មណ៍ក្លែរមានថ្លៃនំចាស់ជុំនៅរងដុំចិត្តរនដុំលំដុំ បងប្អូនមក មកបងប្អូនមកអូ អស់ហើយនេះ អស់តហើយណា ស្រែ ហ្នឹងហើយ ฉันเลยระเมียไกลเมตตามันชมประโมยเปรยโดนจับใจ